បាទតោះសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាទខ្ញុំចង់បើកបង្ហាញការធ្វើទឹកមាក់ត្រីបាទខ្ញុំចង់បង្ហាញនេះគឺជាធុងបាទ60លីត្រដែលខ្ញុំធ្វើសម្រាប់មាក់ត្រីបាទធ្វើទឹកសម្រាប់មាក់ត្រីបាទថ្ងៃនេះខ្ញុំថតជាវីដេអូមានបងប្អូនយើងគាត់ស្គាល់គាត់ចង់ដឹងច្រើនឥឡូវខ្ញុំធ្វើឲ្យខ្ញុំថតជាវីដេអូឲ្យបងប្អូនមើលបាទនេះគឺជាសាយោបាទសាយោជាមួយនឹងម៉ូទ័រខ្ញុំបាទនេះគឺជាសាយោបាទខ្ញុំដាក់រងាស់បងប្អូនឃើញពពុះបាទហើយពពុះបែបនេះគឺយើងត្រូវធ្វើពពុះនេះរហូតបាទតទុំរយៈពេល20ថ្ងៃបាទ20ថ្ងៃបានទើបបាទពេលដែលអស់ពពុះទឹកឡើងថ្លាហ្នឹងបានយើងប្រើបានបាទនេះគឺខ្ញុំធ្វើបាន4ថ្ងៃហើយបងប្អូនបាទ4ថ្ងៃគឺយើងរងាស់24ម៉ោងលើ24ម៉ោងបាទហើយចាំមើលខ្ញុំដួសទឹកម៉ែឲ្យបងប្អូនមើលបាទយកទឹកបាទនេះបងប្អូនមើលបាទនេះជាប្រភេទទឹកបាទទឹកម៉ែដែលខ្ញុំធ្វើបាទហើយក្លិនរបស់វាឈ្ងុយបាទក្លិនរបស់វាឈ្ងុយអត់ស្អុយទេក្លិនរបស់វាគឺយើងអាចដូចយើងដាំបាយខ្លោចចឹងបងប្អូនបាទក្លិនរបស់វារបៀបដូចដើមយើងដាំបាយខ្លោចចឹងបាទហើយសម្រាប់គ្រឿងបាទនេះគ្រឿងគឺខ្ញុំដាក់នៅក្នុងសំណាញ់បងប្អូនបាទនេះក្នុងនេះមានស្លឹកឆាត់បាទមានស៊ីសៀតបាទមានបដូរពេជ្របាទវល្លិបដូរពេជ្រនេះគឺមកថង់នេះគឺសម្រាប់គេដាក់ខ្ទឹមបងប្អូនបាទឥឡូវគឺខ្ញុំដាក់មកបេនឹងតែម្ដងហើយនេះគឺជាទឹកម៉ែដែលខ្ញុំធ្វើបាទឥឡូវបងប្អូនមើលទៅនេះទឹកបាទនេះបាទហើយទឹកនេះគឺយើងលាយជាមួយណាបាទមានថ្នាំ3ប្រភេទដែលយើងប្រើនៅក្នុងទឹកនេះបាទនេះបងប្អូនមើលបាទអញ្ចឹងយើងធ្វើទឹកម៉ែនេះបាទមានរូបមន្តច្រើនធ្វើផ្សេងគ្នាបាទនេះខ្ញុំថតគាត់នៅបង្ហាញខ្លះជូនបងប្អូនថាប្រិយប្រាបេតាហ្វាមបាទបានធ្វើទឹកម៉ែឲ្យបងប្អូនមើលបាទគាត់ថាជាតិពណ៌វាហូរមកនេះបាទពេលពពុះវាហ្នឹងបាទឡើងមកហើយពពុះឡើងល្អិលមកបងប្អូនបាទឥឡូវយើងប្រើបាទល្អិលដូចសាប៊ូអញ្ចឹងបងប្អូនបាទហ្នឹងហើយនេះសម្រាប់បងប្អូនចង់ឃើញចង់ដឹងបាទឥឡូវខ្ញុំសូឲ្យមើលហើយខ្ញុំនឹងបង្ហាញថាយើងដាក់អីខ្លះខ្ញុំនឹងធ្វើវីដេអូសម្រាប់ឲ្យបងប្អូនខ្លះចង់ដឹងអាចឆាតមកបានបាទ